ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយរវាង Binance Japan និង PayPay វាជាជំហានដ៏ធំមួយក្នុងការភ្ជាប់រវាងប្រព័ន្ធបង់ប្រាក់ឌីជីថលនិងបច្ចេកវិទ្យាគ្រីបតូដែលធ្វើឲ្យ Web3 អាចប្រើបានងាយស្រួលសម្រាប់ប្រជាជនជប៉ុនជារៀងរាល់ថ្ងៃនេះគ្រាន់តែជាចំណេះដឹងប៉ុណ្ណោះមិនមែនជាការណែនាំវិនិយោគទេមួយអ្វីបានកើតឡើង Binance Japan និង PayPay ដែលជាក្រុមហ៊ុនក្នុងក្រុម SoftBank បានចុះកិច្ចសហប្រតិបត្តិការថ្មីតាមកិច្ចព្រមព្រៀងនេះ PayPay ទិញភាគហ៊ុន 40% ក្នុង Binance Japan វាជាការរួមបញ្ចូលគ្នារវាងអ្នកប្រើ70លានអ្នករបស់ PayPay និងបច្ចេកវិទ្យា Blockchain របស់ Binance ដើម្បីបង្កើតអនាគតនៃហិរញ្ញវត្ថុឌីជីថលនៅជប៉ុនពីហេតុអ្វីវាសំខាន់ PayPay មានអ្នកប្រើជារៀងរាល់ថ្ងៃជាង70លាននាក់Binance Japan ផ្ដោតលើសុវត្ថិភាពការអនុវត្តតាមច្បាប់និងការច្នៃប្រឌិតបច្ចេកវិទ្យាការរួមដៃនេះអាចឲ្យអ្នកប្រើទិញគ្រីបតូតាមរយៈ PayPay Money នៅក្នុង App របស់ Binance Japan ហើយដកប្រាក់ចេញទៅ PayPay បានផ្ទាល់នេះជាចំណុចភ្ជាប់ដ៏រលូនរវាងប្រព័ន្ធបង់ប្រាក់ឌីជីថលនិងទ្រព្យសកម្មគ្រីបតូ3របៀបដែលវាដំណើរការដាក់ប្រាក់ Deposit អ្នកប្រើអាចទិញគ្រីបតូតាម PayPay Money នៅក្នុង Binance Japanដកប្រាក់ Withdraw ក្រោយពេលលក់គ្រីបតូប្រាក់នឹងចូលទៅក្នុង App PayPay ភ្លាមមិនចាំបាច់ផ្ទេរផ្សេងទៀតទេប្រើបានងាយស្រួល4ចលនារបស់ Web3 នៅជប៉ុនគឺជាប្រទេសដែលមានការត្រួតពិនិត្យខ្ពស់លើគ្រីបតូ Binance Japan បានបង្ហាញពីភាពជាដៃគូជឿទុកចិត្តក្នុងការអភិវឌ្ឍ Web3 តាមវិធានសុវត្ថិភាពកិច្ចសហប្រតិបត្តិការនេះបង្ហាញថាគ្រីបតូនិងហិរញ្ញវត្ថុប្រពៃណីអាចរស់នៅរួមគ្នាប្រកបដោយច្បាប់និងភាពច្បាស់លាស់5មើលទៅមុខកិច្ចសហប្រតិបត្តិការនេះមិនមែនសម្រាប់ការជួញដូរគ្រីបតូប៉ុណ្ណោះទេប៉ុន្តែវាជាជំហានក្នុងការបង្កើតអនាគតដែលទ្រព្យសកម្មឌីជីថលអាចក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃវានឹងជួយបើកទ្វារឲ្យអ្នកប្រើជាច្រើនចូលទៅក្នុងសេដ្ឋកិច្ច Web3 យ៉ាងសុវត្ថិភាពសន្និដ្ឋាន PayPay ទិញភាគហ៊ុន 40% ក្នុង Binance Japan អ្នកប្រើ70លាននាក់អាចទិញនិងដកប្រាក់គ្រីបតូតាម PayPay Moneyជំហានដ៏សំខាន់សម្រាប់ការអភិវឌ្ឍ Web3 នៅជប៉ុនវាជាឧទាហរណ៍ល្អមួយនៃការរួមគ្នារវាងហិរញ្ញវត្ថុឌីជីថលនិង Blockchain រួចបំពេញគោលដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Emailបើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREAបន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជាប៉ាសពតបងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ